ញមត្ថុរតនតយស័កសូមនមស្ការចំពោះព្រះជំបីនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសពកាលសូមនមស្ការរាប់អានលោកអ្នកដែលមានអាយុគ្រប់ព្រះអង្គប្រាណតសីលវ័នសីលវតីវាសកវាសិកាពុទ្ធបរិស័ទទាំងអស់ទីរាប់អានក្នុងព្រះធម៌ដ៏សប្បុរសថ្ងៃនេះជាថ្ងៃបោសុទ្ធសិលដែលវាសកវាសិកាទាំងឡាយដែលមានសតិមានបញ្ញាបានយល់អំពីតម្លៃនៃពុទ្ធឱវាទរបស់អង្គព្រះសម្មាសម្ពុទ្ធហើយបានយកនៅពុទ្ធពធប្រសង្ឃជាទីពឹងជាទីរលឹកបានតម្កល់អត្តសមាបនិធិនៅកាយនៅវិជ្ជានៅចិត្តនៅក្នុងគុណពធដ៏ប្រសើរមានសទ្ធាមានសិលមានសត្តចកៈបញ្ញាសម្រាប់ទ្រទ្រង់ដំណើរនៃជីវិតនេះឲ្យប្រកបទៅដោយពធដូច្នេះព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងនៅព្រះធម៌សម្រាប់ប្រោះប្រទានដើម្បីជាជំនួយដល់បាសកបាសិកាក្នុងការបំពេញនៅកុសលថ្នាក់សិលនេះឲ្យកាន់តែស្អាតឲ្យកាន់តែបរិបូរណ៍ឲ្យកាន់តែចម្រើនគោកបីត្រេះរិះពិចារណានៅព្រះធម៌ជាអាហារជំនួយដល់វិថីចិត្តរបស់យើងឲ្យបានរើទើបធ្វើឲ្យអានិសង្សជាគុណប្រយោជន៍ក្នុងការរក្សាសិលនេះជាឧបាយសម្រាប់សង្កត់សង្កិននៅវិតកមកិលេសដែលជាគ្រឿងសៅមងធ្វើឲ្យមានសេចក្តីគ្រោធគ្រាតសៅមងក្នុងដំណើរនៃជីវិតតាមផ្លូវកាយតាមផ្លូវវិជ្ជាតាមផ្លូវចិត្តពេលណាដែលជើងបានយល់អំពីពធរបស់ព្រះអង្គហើយទម្លាក់ចុះនៅភារៈជាកិលេសភារៈលោភៈទោសៈមោហៈនឹងបានទម្លាក់ដោយអំណាចនៃសតិនិងបញ្ញាកើតឡើងហើយចេះត្រេះរិះពិចារណាធ្វើទុកក្នុងចិត្តទូមានរឿយទើបធ្វើឲ្យសិលរបស់ជើងហ្នឹងមិនដាច់បានធ្វើឲ្យសិលរបស់ជើងហ្នឹងមិនធ្លុះមិនពុះមិនពពាលធ្វើឲ្យសិលរបស់យើងហ្នឹងមិនធ្លាក់ចុះនៅគ្រឿងសៅហ្មងដោយតណ្ហានិងទិដ្ឋិចឹងត្រូវតែមានសតិមានបញ្ញាបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងហើយជាបាយសម្រាប់ទូមានចិត្តដល់ពុទ្ធបរិស័ទរបស់ព្រះអង្គដែលជាអ្នកមានសិលនោះឯងទោះបីជាបុគ្គលនឹងស្ថិតនៅក្នុងតកូលខត្តយៈក្តីស្ថិតនៅក្នុងតកូលព្រាហ្មណ៍ក្តីស្ថិតនៅក្នុងតកូលវេស្សៈក្តីស្ថិតតកូលសុត្រៈក្តីចន្ទឌីលក្តីប៉ុន្តែ
មានបញ្ញាក្នុងការទូមានចិត្តបានល្អប្រដៅបានងាយតាំងនៅក្នុងធម៌គឺតាំងនៅក្នុងធម៌សច្ចរិតអប់រំទូមានរឿយជាអ្នកបរិបូរដោយសិលជាអ្នកបរិបូរដោយសិលមានវិជ្ជានោះប្រកបទៅដោយសច្ចៈជាអ្នកពោលពាក្យនៅសច្ចៈមានចិត្តប្រកបទៅដោយហិរិសេចក្តីខ្មាស់នៅអំពើបាបទាំងឡាយហើយលះបង់នៅធម៌មិនមានសេចក្តីប្រកាន់នៅក្នុងឧបាទានបញ្ញខណ្ឌហ្នឹងជាអ្នកមានប្រមចរិយធម៌ប្រព្រឹត្តទៅឲ្យបានពេញលេញទម្លាក់ចោលនៅកិលេសភារៈរមែងប្រាជ្ញានៅមន្ទិលគ្រឿងសៅហ្មងហើយបានសម្រេចនៅគោលដៅរបស់បាសកបាសិកាដែលប្រាថ្នានៅព្រះនិព្វានដោយអំណាចនៃសិលនេះរមែងចម្រើនទៅដល់ទីបំផុតផ្សេងចាក់នៅទុកទាំងពួងផងចឹងការរក្សានៅសិលនេះជាឫសគល់ដ៏សំខាន់សម្រាប់ទំនុកបំរុងកាយវិជ្ជាចិត្តរបស់យើងនឹងឲ្យតិចដោយកាយសុចរិតជាដោយវិជ្ជាសុចរិតជាដោយមโนសុចរិតប្រកបទៅដោយមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមโนកម្មបានប្រព្រឹត្តទៅជាប្រកបដីនោះឯងគឺព្រះអង្គឲ្យយើងនឹងទូមានចិត្តហ្នឹងឯងអប់រំចិត្តបដៅចិត្តឲ្យតាំងសុខនៅក្នុងកុសលតាំងនៅក្នុងកុសលអលោភៈអទោសៈអមោហៈហេតុចម្រើននៅក្នុងកុសលដើម្បីធ្វើឲ្យកាយវិជ្ជាចិត្តនឹងតិចលោកឲ្យដាក់ចុះនៅភារៈដាក់ចុះនៅភារៈនៃកិលេសភារៈកិលេសភារៈវាជារបស់ក្តៅលោភៈគិតោសគិមោហៈគិពេលណាដែលយើងមានការអប់រំបណ្ដុះនៅសតិនៅបញ្ញាបានធ្វើឲ្យវិតកមៈកិលេសនេះទ្រោមចុះបានប៉ុន្តែបើអត់បានអប់រំទេអត់បានទូមានដោយមានសតិមានបញ្ញាទេអត់មានឧបាយណាទៅជំរះនៅគ្រឿងក្តៅនោះមិនឲ្យក្តៅបានទេលោះឲ្យគ្រឿងក្តៅនៃលោភៈទោសៈមោហៈនឹងកើតឡើងធ្វើឲ្យកាយរបស់យើងវិជ្ជារបស់យើងចិត្តរបស់យើងស្ទុះទៅកាន់យកទម្លាប់របស់មាកិលេសមាហ្នឹងមាមានចិត្តបាបជាអ្នកមានកាយហ្នឹងអាក្រក់វិជ្ជានឹងអាក្រក់ចិត្តនឹងអាក្រក់មានថៅពងជាអ្នកបៀតបៀនចឹងពេលណាដែលកាយវាចាចិត្តនឹងទុច្ចរិតព្រោះតែចិត្តនឹង
ងន់ទៅដោយអកុសលណាងន់ដោយអកុសលតើទៅធ្ងន់ដោយអកុសលនឹងឯងតែលោកពោលថាមានចិត្តបាបជាអ្នកមានចិត្តបៀតបៀនហ្នឹងគឺកិលេសនឹងឯងជាអ្នកបៀតបៀនណាលោភៈទោសៈមោហៈនឹងឯងចូលទៅក្នុងបុគ្គលណាហើយធ្វើឲ្យបុគ្គលនោះឯងមិនមានទីពឹងមិនមានប្រយោជន៍ឲ្យមានសេចក្តីវង្វេងបន្ទុកបៀតបៀនដោយខ្លួនឯងដោយសារតែពួកអកុសលចឹងในការអប់រំចិត្តនេះដើម្បីទម្លាក់ចោលនៅធម៌ដ៏គ្រូតគ្រៀតគឺសិលដើម្បីដូរគឺលោភៈទោសៈមោហៈដើម្បីដូរយកនៅអរិយទ្រព្យដ៏ប្រសើរគឺសិលនេះតទៅអប់រំតទៅមានឆន្ទៈនឹងសេចក្តីពេញចិត្តសមាទានកាន់យកនៅសិលរបស់អង្គព្រះសម្មាសម្ពុទ្ធនឹងមានសតិបញ្ញាថែរក្សាព្រោះសតិនឹងមានអត្ថប្រយោជន៍ប្រយែងចាត់បច្ច័យណាក្នុងការរក្សានៅក្នុងសិក្ខាបទនឹងបើអត់មានសតិអត់មានបញ្ញាទេយើងអត់អាចមានសមត្ថភាពណាទៅសមាទានកាន់យកនៅសិលរបស់ព្រះសម្មាសម្ពុទ្ធមកថែរក្សាឲ្យគង់វង្សបានឡើយសមាទានបានហើយប៉ុន្តែវាដាច់ទៅវិញវាធ្លុះទៅវិញវាប្រព្រឹត្តទៅវិញហើយកិលេសនេះអត់គិតថាអូអ្នកសមាទាននឹងច្រើនឆ្នាំតិចឆ្នាំអីទេគឺអាស្រ័យទៅលើសតិនិងបញ្ញាឲ្យយើងប្រយ័ត្នថែទាំកាយថែទាំវិចារថែទាំចិត្តថែទាំភ្នែកតិចច្រមុះអណ្ដាតកាយចិត្តថែទាំរឿយបងអញ្ចឹងបើមានសតិមានបញ្ញានឹងជាបុគ្គលដឹងខ្លួនថាជាអ្នកមានសិលឈ្មោះថាយើងនឹងជាអ្នកទូមានបានល្អបដៅបានងាយហើយប្រព្រឹត្តទៅក្នុងកុសលនឹងតាំងមមកាយកម្ម3វិជ័យកម្ម4មโนកម្ម3នឹងជាវិន័យរបស់ឧបាសកបាសិកាវិន័យរបស់បាសកបាសិកានឹងកាយកម្ម3ជ័យកម្ម4មโนកម្ម3នឹងជាឫសគល់ជារបងសម្រាប់ញ៉ាំងបាសកបាសិកានោះឲ្យនៅក្បែរបរតនត្រ័យបម្រើនឹងគុណបរតនត្រ័យនឹងពេលណាដែលតាំងនៅក្នុងកុសលធម៌នឹងបានមមហើយទើបបរិបូរដោយសិលណាធម៌នឹងលោកពោលអញ្ចឹងតែតាំងសុខនៅក្នុងកុសលនឹងបានហើយបរិបូរដោយសិលតែបរិបូរដោយសិលហើយមានសតិមានបញ្ញាមានធម៌ជាហេតុចិត្តគឺហេរិអតបៈហ្នឹងហេរិអតបៈហ្នឹងខ្មាស់បាបខ្លាចបាបខ្មាស់នៅពពួកអកុសលមកអញជាបាសកបាសិកាមិនគួរនឹងមានកាយទុច្ចរិតវិជ័យទុច្ចរិតមโนទុច្ចរិតទេអ្នកខ្មាស់បាបហ្នឹងក្នុងចិត្តមកអញជាបាសកបាសិកាត្រូវតែទូមានចិត្តមិនឲ្យលោភៈទោសៈមោហៈនឹងកើតឡើងទេ
ចាមានហិរិអីមានហិរិការឃ្វានៅក្នុងខ្លួនយើងហ្នឹងអច្ឆតកៈហិរិហ្នឹងត្រេះរិះពិចារណារឿយឈ្មោះថាខ្មាស់នៅអំពើបាបហើយព្រោះអំពើបាបទាំងអស់នេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តេះដៀលព្រះអង្គអត់សរសើរនៅបុគ្គលណាដែលប្រព្រឹត្តទៅក្នុងអកុសលហ្នឹងទេយ៉ាងណាដើម្បីបានទៅជាបាសកបាសិការតនៈជាទីសរសើរនៃព្រះសម្មាសម្ពុទ្ធនឹងដូចគ្នាត្រូវមានហេរិនឹងខ្មាស់ទោះបីជាអកុសលនឹងនៅចំពោះមុខគេក្តីនៅកំបាំងមុខក្តីយ៉ាងហ៎អកុសលនេះអត់ដែលឲ្យសុខដល់បុគ្គលណាទេព្រោះអកុសលនេះជាហេតុនាំឲ្យកើតទុក្ខប៉ុន្តែសត្វលោកជាពុទ្ធជននឹងឯងតែស្រឡាញ់ពេញចិត្តជាមួយនឹងកិលេសនឹងអត់ព្រមដាក់ភារៈទេបាទដោយសារតែសតិបញ្ញារបស់យើងនឹងរលឹកអត់ទាន់បាទមានឹងវាមកអីមកបំភាំងស្មារតីមោហៈនឹងមកបំផន់ស្មារតីឲ្យយើងនឹងភ្លេចភ្លាំងផ្លត់ភ្លាំងមួយគណៈចិត្តនឹងធ្វើឲ្យកាយទុច្ចរិតចេញទុច្ចរិតនោទុច្ចរិតធ្វើឲ្យចិត្តរបស់យើងនឹងគ្របសង្កត់គ្របសង្កត់នៅលោភៈទោសៈមោហៈតែមួយគណៈអញ្ចឹងទៅយើងនឹងក៏คล้ายទៅជាបុគ្គលនឹងមិនឆ្លៀសហើយបាទតែជាបុគ្គលល្ងងហ្នឹងគឺមិនគួរណាឲ្យកិលេសដែលជាអកុសលហ្នឹងមកកើតបានងងកងតំណឹងឯងវែងនៅក្នុងអារម្មណ៍នឹងបានគ្របសង្កត់នឹងបានមិនថាបាសកបាសិកាទេភិក្ខុសាមណេរដូចគ្នាញាតិញោមចឹងតើមានសតិនិងបញ្ញាអប់រំទូមានបដៅទៅមានហេរិនឹងជាបតតឋានរបស់សិលនឹងឯងជំនួយដល់យើងដែលជាភិក្ខុសាមណេរបាសកបាសិកាដែលជាបុត្រនៃព្រះសម្មាសម្ពុទ្ធយកពុទ្ធជាទីពឹងនឹងបើអត់មានការអប់រំអត់មានការទូមានចិត្តឲ្យល្អទេបដៅចិត្តឲ្យរឿយទេអត់មានសតិអត់មានបញ្ញាទេអត់ស្គាល់ទៀតយ៉ាងហ៎អត់ស្គាល់ទោសនឹងទៀតហើយអត់កើតទេហេរិអន្តបៈនេះបើអត់មានសតិមានបញ្ញាទេអត់កើតទេអត់ខ្មាស់បាបអត់ខ្លាចបាបទេបើអត់មានសតិបញ្ញាព្រោះអត់ស្គាល់បាបណាអត់ស្គាល់បាបបើអត់ស្គាល់ហ្នឹងអត់ខ្លាចទេដូចកូនក្មេងដែលអត់ស្គាល់ភ្លើងអញ្ចឹងយល់ទេភ្លើងជាគៀងវាទៅចាប់អាភ្លើងជាគៀងហេតុអីបានគ្នាចាប់ថាអត់ស្គាល់ទៅចាប់ទៅក្តៅបានស្រែកយំណាប្រហែលទៅចាប់ទៀតយ៉ាងហ្នឹងដោយអត់មានការស្គាល់នៅរបស់ដែលក្តៅហ្នឹងយ៉ាងណាយើងទាំងអស់គ្នានឹងដូចគ្នាហ្នឹងហើយអតបៈខ្លាចតក់ស្លុតណាខ្លាចតក់ស្លុតដូចជាបុគ្គលនឹងឯងទៅឃើញពស់យ៉ាងខ្លាចពស់យ៉ាងតក់ស្លុតភ័យរត់គេចយ៉ាងណាបាបនឹងដូចនេះតើតើមានសភាពតក់ស្លុតនឹងកាយទុច្ចរិតជ័យទុច្ចរិតមโนទុច្ចរិតតក់ស្លុតភ័យខ្លាចនឹងលោភៈ
ទោសៈមោហៈទៅអាចជំរះនៅកិលេសដែលក្រោតក្រៀតនេះហ្នឹងហើយវាសងំកិលេសលោភៈទោសៈសងំនៅណាសងំនៅចិត្តហើយមានចិត្តនឹងជាប្រធានអកុសលនឹងមានចិត្តជាប្រធានកុសលនឹងក៏មានចិត្តជាប្រធានប៉ុន្តែបើចិត្តនឹងអាស្រ័យនឹងអកុសលនឹងហើយវាប្រើហើយប្រើចិត្តនឹងឲ្យគិតជាប់ជំពាក់នៅក្នុងអារម្មណ៍ដោយលោភៈវាប្រើចិត្តនឹងឲ្យបន្ទុះឲ្យខឹងឲ្យក្រោធប្រើចិត្តនឹងឲ្យវេកប្រើចិត្តនឹងឲ្យយល់ខុសមានសេចក្តីប្រកាន់ជាដើមចិត្តនេះជាប្រធានប្រើកាយនឹងឲ្យទុច្ចរិតបច្ច័យនឹងទុច្ចរិតមโนទុច្ចរិតចឹងបើអានឹងវាផលផុសឲ្យសតិបញ្ញាទុនខ្សោយកើតឡើងទប់អត់បានទេញោមកាយក្តីវាចាក្តីលបោទៅសិនណាចឹងហ៎អានឹងវាខ្លាំងជាងបើខ្លាំងជាងចិត្តនឹងរុលរៀលនៅក្នុងកើតទុកភ្លាមនឹងហ្មងលោកថាអកុសលកើតភ្លាមកើតទុកភ្លាមចឹងហ៎យមតែពិនិត្យទេពេលដែលខឹងណាអីមួយកើតភ្លាមកើតទុកភ្លាមប្របាក់ចិត្តភ្លាមសោកភ្លាមខ្សឹកខ្សួលទុកទូបំណោះចង្អៀតចង្អល់ភ្លាមអត់សบายចិត្តកាយនឹងញ័រទៅត្រឹកទាំងភ្នែកទាំងមុខមាត់នឹងប្រែប្រួលភ្លាមនឹងឯងហ្នឹងហើយដូចយើងដាំបាយតាមអីចឹងណាស្លអីហ្នឹងដាក់ឆ្នាំងទៅលើចក្រានបើហ្គាសភ្លាមចាប់ដើមក្តៅភ្លាមចឹងបើអត់មានអាហ្គាសអត់មានភ្លើងហ្នឹងវាមិនទាន់ក្តៅទេប៉ុន្តែតែមានទៅចាប់ដើមហើយក្តៅនេះមិនមែនអីទេពីតិចទៅច្រើនកាន់តែយូរកាន់តែក្តៅចុះបើក្តៅចឹងអត់ប្រលត់បាត់ក្តៅទេតែអត់ទេចឹងណាចឹងបធូហ្គាសមកវិញតិចទៅបាត់ទៅយ៉ាងណាពួកអកុសលនឹងដូចនេះចឹងបានឧបាយរបស់ព្រះសម្មាសម្ពុទ្ធជាពុព្វភាគនៃបដិបទាទៅសមថបស្សនាមានសិលនឹងជាដើមជាកុសលពីខាងដើមនេះបើកុសលពីខាងដើមនឹងដោយសមាទិដ្ឋិនឹងត្រង់ទៅតាមពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធហើយយើងបានទទួលនៅមរតកដែលសមាទានពីព្រះសម្មាសម្ពុទ្ធមកធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានបានហើយមានទីតសិលស្អាតជាខ្ចីធ្វើឲ្យចិត្តស្អាតនាំឲ្យកើតនៅបញ្ញាហ្នឹងហើយបញ្ញាអញ្ចឹងយើងធ្វើសមាធិកើតក្តីវិបស្សនាមិនកើតក្តីមកពីសិលនឹងឯងពិនិត្យទៅលើសិលនឹងឯងសិលនឹងតតែបនិតសិលដល់បនិតសិលនឹងអាស្រ័យអធិបាតធម៌បើសិលនឹងហិនសិលនឹងតិចតួចគ្រាន់តែមានទេដោយឆន្ទៈតិចតួចវិរិយៈចិត្តមង្សានឹងតិចតួចទេចិត្តរបស់យើងនឹងអត់ស្ទុះចេញអំពីពួកកិលេសមានលោភៈទោសៈមោហៈនឹងជាដើមទេអត់ស្ទុះទេវានៅស្អិតចឹងវាតិចតួចមានកម្លាំងនៃកុសលបតិបញ្ញាញ៉ាំងឆន្ទៈនឹងអត់សូវមានកម្លាំងម្ល៉េះហើយវិរិយៈនឹងអត់សូវប្រឹងប្រែងទេការយកចិត្តទុកដាក់បញ្ញាសតិបញ្ញារបស់យើងអត់មុតបងហ្នឹងហើយដើមឈើវារឹសធំវាយកកបិតទូតិចនឹងទៅកាត់មិនដាច់តែឆន្ទៈហ្នឹងឯងសិលរបស់យើងថ្នាក់កដាលដោយសារឆន្ទៈវិរិយៈចិត្តវិមង្សាឆន្ទៈហ្នឹងវាកាន់ស្មើវាអត់មុតបងប៉ុន្តែសិលដើម្បីជាឫសគល់បាតនៅក្នុងសមថកម្មដ្ឋានបស្សនាកម្មដ្ឋាននេះ
ព្រះអង្គលោកសំដែងហើយនៅក្នុងពគាថាត្រូវមានបញ្ញាត្រូវមានសតិបញ្ញានឹងញ៉ាំងឆន្ទៈនឹងឲ្យតាំងសុខនៅក្នុងសិលហ្នឹងឯងតាំងសុខគឺបនិត្តៈហើយហ្នឹងឯងបើយើងយល់បល័យវិញគឺបនិត្តៈហ្នឹងហើយបនិត្តៈសិលហ្នឹងសុខហើយនោះលោកប្រើពាក្យថាណែត្រូវទូមានចិត្តនឹងឯងទៅតាំងនៅក្នុងធម៌តាំងនៅក្នុងធម៌បរិបូរដោយសិលណែតបរិបូរនៅសិលហើយគឺបនិត្តសិលហើយញ៉ាបនិត្តសិលហើយបើបនិត្តសិលនឹងឯងសិលនឹងឯងសង្កត់សង្កិននៅកិលេសនឹងបានហើយកិលេសនឹងបានម្ល៉េះហើយការរក្សាសិលរបស់ញាតិញោមនឹងងាយស្រួលក្នុងការទូមានចិត្តនឹងបានល្អបានងាយប៉ុន្តែបើអត់មានឆន្ទៈនឹងខ្លាំងទេលបោតទៅវិញណាដល់លបោតទៅវិញតមកក្រោយទៅវាអត់រលូនវាអត់ស្មើដាច់តដូចខ្សែគោយើងយ៉ាងហ្នឹងខ្ញុំយ៉ាងណាខ្សែគោដែលវាដាច់ទៅតក្មេងកំម៉ែងកំមនឹងឯងយ៉ាងណាសិលរបស់យើងបើអត់មានបនិត្តសិលនេះអង្គុយក៏មិនកើតព្រោះអត់សង្វរៈសង្រួមហ៎កាយចិត្តហ្នឹងជាយាមក៏មិនកើតព្រោះសិលហ្នឹងអាងវិរិយៈហ្នឹងដែរអត់ធន់ជាមួយនឹងការឈឺចុកចាប់កិលេសខាងក្នុងខាងក្រៅហ្នឹងមិនកើតដោយសារតែសិលហ្នឹងវាស្ទើរញៀនហ្នឹងក៏វាអត់កើតហ្នឹងឯងញៀនហ្នឹងវាអត់កើតញៀននឹងវាអត់ទៅសម្លឹងឃើញនៅអារម្មណ៍ដែលជាបាយសម្រាប់ធ្វើចិត្តឲ្យស្ងប់ទៅមានញៀនមួយវាទៅអីវាអសង្វរៈវាអត់សង្រួមដោយចិត្តនឹងវាជាប់ទៅដោយចៃវរៈបណ្ឌបាតទីសនាសនៈគលានភេទជ្ជៈរូបសម្លេងក្លិនរសផុតតពៈសតិសមោសាផ្លេចសតិអញ្ញាណតាហ្នឹងគេអញ្ញាណតាទុកចិត្តជាមួយនឹងចៃ4នឹងអត់បានលោះឲ្យ5ចរិយធម៌នឹងចិត្តនឹងប្របាក់ទូមានហើយហូបដោយសាមណេរក្តីសមាធិអត់កើតនេះដោយសារតែសិលស្ទើរអង្គសិលស្ទើរបើសិលនឹងបនិត្តសិលនឹងគឺដាក់ទៅអូលឿនរយមកណាដូចយើងនៅនេះអញ្ចឹងបើសិលនឹងភិក្ខុទាំងឡាយគ្រប់ព្រះអង្គសាមណេរទាំងឡាយគ្រប់ព្រះអង្គសិលបរិបូរណ៍នឹងគឺលឿនរយតែមកប៉ុន្តែតែសិលស្ទើរឲ្យដូចសាំងលាយទឹកយ៉ាងឆ្លក់ខិចកក់ទៅមុខទៅក្រោយទៅមុខទៅក្រោយគាត់តែបិណ្ឌបាតហ្នឹងក៏តិចទៀតប្រើប្រាស់ចៃវរៈនឹងអត់បានទុកដាក់ស្រួលបួលគឺយូរទៅកត់នឹងក៏អត់បានបោះអត់បានអីជាប់ហើយអញ្ញាណាកលៀនភេទជ្ជៈហ្នឹងក៏បានប្រកាសពជាសិលសមាធិបញ្ញាបរិយ័តហ្នឹងក៏មិនបានច្បាស់លាស់លោះឲ្យទៅមុខអរួចទេហ្នឹងហើយបើសម័យព្រះលោកថាអញ្ចឹងណាភិក្ខុឯងធ្វើសមាធិបាននឹងសិលស្ទើរឆន្ទៈខុសសាមណេរបាសកបាសិកាធ្វើសមាធិចិត្តអត់ស្ងប់នឹងសិតទៅស្ទើរសិលហើយតែស្ទើរសិលដូចអីដូចយើងដាំបាយស្ទើរភ្លើងហ្នឹងញោមឆ្អិនទេអត់ទេដាក់រួចឆៅមួយឆ្នាំងឡើយនៅស្ទើរសិលហ្នឹងដូចគ្នាហូបមិនកើតទេដល់តែស្ទើរសិលហ្នឹងអត់បានជាក់ច្បាស់នៅព្រះនិព្វាននៅសល់អីនៅសល់តែចរិយាច្រើនឈឺច្រើនធ្វើរវាយច្រើនខ្វល់ខ្វាយតែពីរឿងកាយនឹងឈឺខ្វល់ខ្វាយតែពីកាយនឹងយេះមួយចុះមួយខ្វល់ខ្វាយពេទ្យណាត់នឹងឯងខ្វល់ខ្វាយនឹងស្ពាយថ្នាំលេបអានេះប្រមាណមុខលេបអានេះប្រមាណមុខអូយរាប់មុខហើយធំត្រូវពេលផឹកងាយថ្ងៃត្រង់ប៉ុន្តែសិលនឹងអត់ដែលបានពិនិត្យដូចថ្នាំលេបនឹងទេណាតែទៅសិលស្ទើរហើយចឹងណានេះជាឧបាយមួយសម្រាប់ការណាំចាស់គ្រប់ព្រះអង្គញាតិញោមដើម្បីចម្រើនសិលសមាធិនេះ
ឆាប់ពេញឆាប់បរិបូរណ៍ដោយអំណាចនៃសិលនឹងឯងសិលនឹងឯងហ្នឹងហើយចឹងដោយអំណាចនៃគុណធម៌ថ្ងៃឧបោសថសិលនេះសូមកណ្ណាម្ចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់អនុមោទនាសមាធិកាន់យកនៅឧបោសថសិលនេះហើយដើម្បីធ្វើឲ្យជាក់ច្បាស់ដើម្បីជាប្រយោជន៍សេចក្តីសុខសេចក្តីចម្រើនតរៀងទៅសូមអនុមោទនា